នៅខែមករាឆ្នាំ1976ខ្មែរក្រហមប្រកាសរដ្ឋធម្មនុញ្ញរបស់គេប្រទេសកម្ពុជានៅពេលនោះមានឈ្មោះថាប្រទេសកម្ពុជាប្រជាធិបតេយ្យរបបរបស់ខ្មែរក្រហមដែលកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនោះមានលក្ខណៈខុសឆ្ងាយណាស់ពីកម្មវិធីនយោបាយដែលពួកគេបានកំណត់នៅខែឧសភាឆ្នាំ1970គោលការណ៍ជាមូលដ្ឋាននៃរបបកម្ពុជាប្រជាធិបតេយ្យគឺរបបសមូហភាពនិយមពូគឺរបបកុម្មុយនីសចំតែម្ដងយោងទៅតាមរបបនេះប្រជាជនខ្មែរព្រមទាំងទ្រព្យសម្បត្តិនិងមធ្យោបាយបង្កើតផលទាំងអស់ត្រូវយកមកដាក់ជាសម្បត្តិរួមរីឯវប្បធម៌ថ្មីត្រូវប្រយុទ្ធវាយគំទេចវប្បធម៌ពុករលួយនៃសង្គមចាស់ជំនឿសាសនាគ្រប់ប្រភេទត្រូវហាមឃាត់នៅថ្ងៃ2មេសាឆ្នាំ1976ដដែលនោះខ្មែរក្រហមសុខចិត្តយល់ព្រមទទួលការរាយពីមុខតំណែងរបស់សម្ដេចនរោត្តមសីហនុហើយខៀវសំផនបានត្រូវតែងតាំងជាប្រធានគណៈប្រធានរដ្ឋបន្ទាប់ពីព្រឹត្តិការណ៍នេះសម្ដេចនរោត្តមសីហនុបានត្រូវយកទៅដាក់ឃុំឃាំងនៅក្នុងព្រះបរមរាជវាំងនេះជាដំណាក់កាលដ៏ពិបាកបំផុតរបស់សម្ដេចនរោត្តមសីហនុដែលគ្មានសង្ឃឹមអ្វីទៀតក្រៅពីការរលំរលាយនៃរបបនេះទេនៅថ្ងៃណាមួយនៅក្នុងពេលឆាប់ខាងមុខនៅក្នុងព្រះបរមរាជវាំងព្រះអង្គមានតែវិទ្យុមួយសម្រាប់ស្ដាប់ព្រឹត្តិការណ៍អន្តរជាតិជារៀងរាល់ថ្ងៃមុនព្រឹត្តិការណ៍នេះបន្តិចគឺមុនពេលដែលខ្មែរក្រហមសុកចិត្តទទួលយកការលាលែងពីមុខតំណែងរបស់សម្ដេចនរោត្តមសីហនុគណៈមជ្ឈិមបក្សកុម្មុយនីសខ្មែរបានបើកអង្គប្រជុំមួយដើម្បីដោះស្រាយបញ្ហាប្រទេសវៀតណាមដែលនៅតែពុំព្រមដកកងទ័ពរបស់គេចេញពីទឹកដីផ្នែកឦសាននៃប្រទេសកម្ពុជានេះជាបញ្ហាមួយដ៏ស្មុគស្មាញបំផុតចំពោះខ្មែរក្រហមគឺស្មុគស្មាញជាងបញ្ហាកំណត់ដែនសមុទ្រទៅទៀតព្រោះថាជាបញ្ហាចំពោះមុខទោះបីប៉ុលពតជឿថាកងទ័ពខ្មែរក្រហមជាកងទ័ពដ៏អង់អាចវាយយកទឹកដីខ្មែរដែលវៀតណាមបានយកពីពេលមុនក្តីក៏ប៉ុលពតនៅតែបារម្ភខ្លាចក្រែងវៀតណាមវាយប្រហារមកលើស្រុកខ្មែរដែរទោះនៅក្នុងករណីណាក្តីក៏ប៉ុលពតដឹងយ៉ាងច្បាស់ដែរថាការរក្សាសន្តិភាពជាការមួយដ៏ពិបាកនៅក្នុងស្ថានភាពបែបនេះការកំណត់នយោបាយក្រៅប្រទេសក៏កាន់តែពិបាកថែមទៀតជាពិសេសនៅពេលមួយដែលសម្ដេចនរោត្តមសីហនុពុំព្រមចូលរួមចំណែកក្នុងបដិវត្តន៍ខ្មែរនៅក្នុងអង្គប្រជុំគណៈមជ្ឈិមនាដើមឆ្នាំ1976នោះខ្មែរក្រហមម្នាក់បានថ្លែងថាសម្ដេចនរោត្តមសីហនុកំពុងតែត្រូវប្រទេសបារាំងសហរដ្ឋអាមេរិកនិងប្រទេសចិនបោះបង់ចោលរីឯប្រទេសកម្ពុជានៅពេលនោះក៏ជាប់គុណដូចគ្នាអញ្ចឹងដែរបើយោងទៅតាមការវិភាគផ្សេងឃ្លាចុងក្រោយនេះសំដៅទៅប្រទេសវៀតណាមខ្មែរក្រហមដែលបញ្ចេញមតិរបស់គេនៅក្នុងអង្គប្រជុំនោះបានបន្ថែមទៀតថាទោះជាយ៉ាងណាក្តីក៏យើងអាចនឹងមានមិត្តភ័ក្តិនៅអាហ្វ្រិកដែរព្រោះបន្តិចទៀតនេះគេគង់នឹងបានដឹងថាតើបដិវត្តន៍យើងមានធម៌ពលខ្លាំងបែបណាអ្នកដែលឡើងនិយាយនោះដែលពុំយល់អ្វីទាំងអស់ពីស្ថានភាពនៃអន្តរជាតិព្រមទាំងស្ថានភាពនយោបាយនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានកត់សម្គាល់បន្ថែមទៀតអំពីជំនឿរបស់គេថាបន្តិចទៀតនេះចលនាបដិវត្តន៍នៅក្នុងប្រទេសទាំងឡាយនៅអាស៊ីអាគ្នេយ៍អាចនឹងយកជ័យជំនះបានហើយដូចនេះយើងនឹងក្លាយទៅជាគ្រូធំរបស់គេជាពំខានកាលបើបានស្ដាប់បទអន្តរាគមន៍នេះហើយប៉ុលពតដែលមិនដែលអានកាសែតឬស្ដាប់វិទ្យុអ្វីណាមួយក្រៅពីកាសែតនិងវិទ្យុកុម្មុយនីសដើម្បីស្វែងយល់អំពីសភាពការពិភពលោកក៏មានជំនឿយ៉ាងមាំថាចលនាកុម្មុយនីសនឹងត្រូវគ្រប់គ្រងពិភពលោកទាំងមូលក្នុងពេលឆាប់ខាងមុខនេះជាចំណុចខ្សោយមួយដ៏ធំរបស់ប៉ុលពតនិងពួកខ្មែរក្រហមហើយក៏ជាចំណុចខ្សោយរបស់អ្នកនយោបាយខ្មែរមួយចំនួនដែរដែលពុំជឿទៅលើការវិភាគអ្វីណាមួយក្រៅពីការឃោសនារបស់ក្រុមខ្លួនយ៉ាងណាមិញ
គ្មានគ្រោះភ័យអ្វីដែលធំជាងការដែលគេជឿតែទៅលើការភូតភររបស់ខ្លួនផ្ទាល់នោះទេខ្ញុំសូមស្ទះត្រង់នេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងនិយាយអំពីរបបកម្ពុជាប្រជាធិបតេយ្យបន្តទៅទៀត